មានបរិះម្នាក់គាត់គេងរៀងរាល់យប់នៅក្នុងគុកដោយមិនដឹងថាព្រឹកស្អែកឡើងគាត់នឹងនៅរស់រានមានជីវិតឬត្រូវគេយកទៅប្រហារជីវិតនោះឡើយគាត់រស់នៅក្នុងគុកមិនមែនតែមួយខែឬមួយឆ្នាំទេតែរហូតដល់ជាង40ឆ្នាំរាល់ព្រឹកសំឡេងជើងអ្នកយាមដើរនៅខាងក្រៅទ្វារអាចជាសញ្ញាចុងក្រោយនៃជីវិតគាត់ហើយអ្វីដែលធ្វើឲ្យរឿងនេះគួរឲ្យខ្លាចជាងគេគឺគាត់ជាមនុស្សគ្មានកំហុសទាំងស្រុងនេះគឺជាព្រុតរបស់អេវ៉ាវហាកាម៉ាដាបុរសជប៉ុនដែលជាប់រើប្រហារជីវិតហើយរងចាំការប្រហារជីវិតយូរជាងគេក្នុងពិភពលោកនេះជាករណីដែលធ្វើឲ្យមនុស្សរាប់លាននាក់សួរថាតើយុត្តិធម៌ពិតជាមានហើយការកាត់ទោសពិតជាត្រឹមត្រូវរហូតមែនទេជីវិតធម្មតាមុនពេលអ្វីៗត្រូវបានបំផ្លាញមុនពេលមានឈ្មោះល្បីក្នុងករណីដែលធ្វើឲ្យរង្គោះរង្គើប្រព័ន្ធយុត្តិធម៌របស់ជប៉ុនអ៊ីវ៉ាវហាកាម៉ាដាគ្រាន់តែជាបុរសធម្មតាម្នាក់ប៉ុណ្ណោះគាត់ធ្លាប់ជាកីឡាករ boxing មានជីវិតប្រកបដោយវិន័យធ្វើការខិតខំដើម្បីប្រកួតឈ្នះនៅលើសៃវៀនហើយបន្ទាប់មកគាត់បានបដូរទិសជីវិតទៅធ្វើការនៅរោងចក្រផលិតមីសួរមួយកន្លែងជីវិតរាល់ថ្ងៃគាត់ទៅធ្វើការដោយស្ងៀមស្ងាត់មិនដែលមានបញ្ហាជាមួយនរណាទេហើយពេលល្ងាចតែងតែត្រឡប់ទៅផ្ទះដូចជាមនុស្សធម្មតាទូទៅដែលកំពុងព្យាយាមរកសុភមង្គលតូចៗចូលមកក្នុងជីវិតអញ្ចឹងដែរគាត់មិនមែនជាមនុស្សមានឥទ្ធិពលឬក៏ជាមនុស្សដែលគេចាប់អារម្មណ៍ជាពិសេសនោះទេហើយប្រហែលជានេះហើយជាអ្វីដែលអាចធ្វើឲ្យគាត់ក្លាយជាមនុស្សងាយរងគ្រោះនៅពេលមានបញ្ហាធំកើតឡើងព្រោះនៅពេលសង្គមត្រូវការអ្នកទោសម្នាក់ឲ្យឆាប់បំផុតមនុស្សធម្មតាដូចគាត់គឺអាចក្លាយជាគោលដៅដោយងាយស្រួលជាងគេហើយគាត់មិនបានដឹងសោះថាជីវិតសាមញ្ញដែលគាត់រស់នៅរៀងរាល់ថ្ងៃនឹងត្រូវផ្លាស់ប្ដូរភ្លាមៗដោយនឹងនាំគាត់ចូលទៅក្នុងរឿងដ៏ស្មុគស្មាញមួយដែលនឹងផ្លាស់ប្ដូរជីវិតគាត់ជារៀងរហូតអំពើឃាតកម្មដ៏សាហាវដែលធ្វើឲ្យប្រទេសជប៉ុនទាំងមូលភ្ញាក់ផ្អើលយប់មួយនៅឆ្នាំ1966នៅទីក្រុងតូចស្ងប់ស្ងាត់មួយក្នុងប្រទេសជប៉ុនអ្វីៗដែលធ្លាប់ស្ងប់ស្ងាត់ត្រូវបានបំផ្លាញភ្លាមៗដោយអគ្គីភ័យដ៏ធំមួយភ្លើងបានឆេះផ្ទះរបស់ម្ចាស់រោងចក្រមីសួរដែលជាកន្លែងដែលអេវ៉ាវហាកាម៉ាដាកំពុងធ្វើការអ្នកជិតខាងបានឃើញអណ្ដាតភ្លើងឡើងខ្ពស់និងផ្សែងខ្មៅគ្របដណ្ដប់មេឃដែលបង្កើតជាអារម្មណ៍ភ័យខ្លាចនិងច្របូកច្របល់យ៉ាងខ្លាំងនៅពេលក្រុមពន្លត់អគ្គីភ័យអាចគ្រប់គ្រងស្ថានភាពបានហើយភ្លើងចាប់ផ្ដើមស្ងប់អ្វីដែលពួកគេរកឃើញខាងក្នុងមិនមែនជាការខូចខាតធម្មតាទេវាជាភាពអាណិតអាសូរដែលមនុស្សធម្មតាសឹងតែមិនអាចទ្រាំមើលបានសាកសពមនុស្ស4នាក់ត្រូវបានរកឃើញក្នុងផ្ទះរួមមានម្ចាស់រោងចក្រភរិយានិងកូនទាំងពីររបស់គាត់តែអ្វីដែលធ្វើឲ្យករណីនេះកាន់តែសាហាវគឺពួកគេមិនបានស្លាប់ដោយភ្លើងឆេះទេតែពួកគេត្រូវបានវាយប្រហារនិងសម្លាប់ចោលមុនសិនមុនពេលភ្លើងត្រូវបានគេដុតឡើងដើម្បីបំផ្លាញភស្តុតាងពេលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយចេញទៅគឺល្បីល្បាញពេញប្រទេសជប៉ុនទាំងមូលតែម្ដងមនុស្សគ្រប់គ្នាសួរតែមួយសំណួរនរណាជាអ្នកធ្វើហេតុអ្វីបានជាអំពើឃាតកម្មដ៏សាហាវបែបនេះអាចកើតឡើងនៅក្នុងសង្គមដែលគេគិតថាសុវត្ថិភាពបំផុតមួយនៅពេលនោះសម្ពាធពីសាធារណៈនិងសារព័ត៌មានបានធ្វើឲ្យប៉ូលីសត្រូវតែស្វែងរកចម្លើយឲ្យបានឆាប់បំផុតពួកគេចាប់ផ្ដើមស៊ើបអង្កេតយ៉ាងតានតឹងសួរព័ត៌មានពីអ្នកធ្វើការទាំងអស់ក្នុងរោងចក្រនិងមិនយូរប៉ុន្មានការសង្ស័យបានធ្លាក់ទៅលើមនុស្សម្នាក់ដែលគ្មាននរណាគិតថានឹងពាក់ព័ន្ធគឺបុរសធម្មតាដែលធ្លាប់រស់នៅយ៉ាងស្ងៀមស្ងៀមដាច់ម្នាក់នោះឯងហើយចាប់ពីពេលនោះទៅជីវិតរបស់គាត់បានចូលទៅក្នុងរឿងមួយដែលគ្មាននរណាអាចនឹកស្មានដល់ការសារភាពក្រោមសម្ពាធដែលបំផ្លាញជីវិតមនុស្សម្នាក់បន្ទាប់ពីក្លាយជាជនសង្ស័យដ៏សំខាន់ក្នុងករណីនេះអ៊ីវ៉ាវហាកាម៉ាដាត្រូវបានប៉ូលីសចាប់ខ្លួននិងនាំទៅសួរចម្លើយភ្លាមតែការសួរចម្លើយនេះមិនមែនជាការសួរធម្មតាដែលយើងគិតទេវាគឺជាការបង្កើតសម្ពាធយ៉ាងខ្លាំងដើម្បីឲ្យគាត់ទទួលសារភាពពួកគេបានសួរគាត់ជាប់គ្នាអស់រយៈពេលប្រហែល20ថ្ងៃពីព្រឹកដល់យប់ដោយមានពេលសម្រាកតិចបំផុតគាត់ត្រូវអង្គុយនៅក្នុងបន្ទប់សួរចម្លើយយូរម៉ោងឥតឈប់ឈរត្រូវឆ្លើយសំណួរដដែលម្ដងហើយម្ដងទៀតដោយគ្មានមេធាវីនៅជិតនិងគ្មានការការពារសិទ្ធិពេញលេញដូចដែលជនសង្ស័យទូទៅគួរតែមានសម្ពាធផ្លូវចិត្តបានកើនឡើងរាល់ថ្ងៃការគេងមិនគ្រប់គ្រាន់កង្វះអាហារនិងភាពភ័យខ្លាចបានធ្វើឲ្យស្មារតីរបស់គាត់ចាប់ផ្ដើមចុះខ្សោយគេប្រាប់គាត់ថាបើគាត់មិនសារភាពនោះស្ថានភាពរបស់គាត់នឹងកាន់តែអាក្រក់នៅក្នុងស្ថានភាពបែបនេះមនុស្សជាច្រើនអាចបាត់បង់សមត្ថភាពក្នុងការសម្រេចចិត្តដោយខ្លួនឯងហើយសម្រាប់គាត់ក៏ដូចគ្នាចុងក្រោយបន្ទាប់ពីការសួរចម្លើយយ៉ាងតានតឹងជាបន្តបន្ទាប់គាត់បានចុះហត្ថលេខាលើសេចក្តីសារភាពមួយដែលនិយាយថាគាត់ជាអ្នកប្រព្រឹត្តអំពើឃាតកម្មប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ
នៅពេលដែលគាត់មានឱកាសនិយាយនៅក្រៅបន្ទប់សួរចម្លើយគាត់បានបដិសេធភ្លាមៗគាត់និយាយថាការសារភាពនោះមិនមែនជាការពិតទេតែជាអ្វីដែលគាត់ត្រូវបានបង្ខំឲ្យនិយាយដើម្បីបញ្ចប់ការឈឺចាប់និងសម្ពាធដែលគាត់កំពុងទ្រាំទ្រនេះបានបង្កើតសំណួរធំមួយតើការសារភាពដែលបានទទួលក្រោមសម្ពាធខ្លាំងបែបនេះអាចទុកជាភស្តុតាងយកជាការបានទេហើយប្រសិនបើមនុស្សម្នាក់ត្រូវបានបង្ខំឲ្យទទួលខុសត្រូវចំពោះអ្វីដែលគាត់មិនបានធ្វើតើនេះមិនមែនជាការបំផ្លាញជីវិតមនុស្សម្នាក់ទាំងស្រុងទេឬភស្តុតាងដែលធ្វើឲ្យមនុស្សសង្ស័យពិតឬคล้ายបន្ទាប់ពីមានការសារភាពដែលពោពេញដោយសំណួរការកាត់ក្តីលើអាយវ៉ាវហាកាម៉ាដាត្រូវបានពឹងផ្អែកយ៉ាងខ្លាំងលើអ្វីដែលគេហៅថាភស្តុតាងសំខាន់បំផុតនោះគឺសម្លៀកបំពាក់មួយឈុតអាវនិងខោមួយកំភ្លេដែលត្រូវបានរកឃើញនៅកន្លែងមួយក្នុងរោងចក្រមេសួរហើយមានប្រឡាក់ស្នាមឈាមលើខោអាវនោះដែលប៉ូលីសអះអាងថាជាឈាមរបស់ជនរងគ្រោះតាមទ្រឹស្ដីរបស់ប៉ូលីសសម្លៀកបំពាក់នេះគឺជារបស់អ្នកប្រព្រឹត្តអំពើឃាតកម្មហើយពួកគេបានភ្ជាប់វាទៅនឹងគាត់ដើម្បីបញ្ជាក់ថាគាត់ជាអ្នកធ្វើតែបញ្ហាគឺនៅពេលពិនិត្យលម្អិតភស្តុតាងនេះមិនសូវសមហេតុផលទេដំបូងសម្លៀកបំពាក់ដែលត្រូវបានរកឃើញគឺតូចជាងទំហំរាងកាយរបស់គាត់យ៉ាងច្បាស់ដល់ថ្នាក់ដែលមនុស្សជាច្រើនសួរថាតើគាត់អាចពាក់វាបានយ៉ាងដូចម្តេចបន្ទាប់មកទីកន្លែងដែលរកឃើញវាក៏គួរឲ្យសង្ស័យដែរព្រោះវាត្រូវបានរកឃើញយឺតពេកបន្ទាប់ពីការស្វែងរកជាច្រើនដងរួចមកហើយមានន័យថាតើហេតុអ្វីបានជាក្នុងការស្វែងរកដំបូងមិនមាននរណារកឃើញវាហើយហេតុអ្វីវាលេចឡើងឲ្យរកឃើញដូចជាបានបង្ហាញខ្លួនពេលក្រោយបន្ថែមពីនេះស្នាមឈាមលើសម្លៀកបំពាក់ក៏មានចំណុចចម្លែកជាច្រើនអ្នកជំនាញខ្លះបានលើកឡើងថាពណ៌និងសភាពនៃឈាមមិនសមនឹងអ្វីដែលគួរតែមានបន្ទាប់ពីបានឆ្លងកាត់ពេលវេលាយូរនោះទេមានអ្នកសង្ស័យថាវាអាចត្រូវបានដាក់បញ្ចូលឬរៀបចំដើម្បីឲ្យវាហាក់ដូចជាភស្តុតាងពិតទាំងអស់នេះបានធ្វើឲ្យមេធាវីការពារនិងអ្នកសង្កេតការណ៍ជាច្រើនចាប់ផ្ដើមសួរថាតើភស្តុតាងនេះពិតជាអាចទុកចិត្តបានមែនទេឬវាជាគ្រាន់តែឧបករណ៍មួយដែលប៉ូលីសចង់បង្កើតសម្រាប់បញ្ចប់រឿងក្តីទោះបីជាមានសំណួរពីមហាជនជាច្រើនបែបនេះតុលាការនៅពេលនោះក៏នៅតែទទួលយកភស្តុតាងនេះជាផ្នែកសំខាន់ក្នុងការសម្រេចទោសហើយនេះជាអ្វីដែលធ្វើឲ្យករណីនេះកាន់តែធ្ងន់ធ្ងរព្រោះបើភស្តុតាងមួយដែលមានចំណុចសង្ស័យជាច្រើនត្រូវបានប្រើដើម្បីកាត់ទោសមនុស្សម្នាក់នោះវាមិនមែនជាកំហុសតូចទេតែអាចជាកំហុសដ៏ធំដែលបំផ្លាញជីវិតមនុស្សម្នាក់ទាំងស្រុង46ឆ្នាំក្នុងជីវិតងងឹតរស់នៅក្នុងការរងចាំស្លាប់រាល់ថ្ងៃបន្ទាប់ពីការកាត់ក្តីនៅក្នុងឆ្នាំ1968ជីវិតរបស់អាយវ៉ាវហាកាម៉ាដាត្រូវបានបំផ្លាញទាំងស្រុងនៅពេលដែលតុលាការប្រកាសឲ្យគាត់ទទួលទោសប្រហារជីវិតតែអ្វីដែលធ្វើឲ្យស្ថានភាពនេះកាន់តែសាហាវមិនមែនត្រឹមតែទោសស្លាប់នោះទេប៉ុន្តែជារបៀបដែលគាត់ត្រូវរស់នៅក្នុងការរងចាំការកាត់ទោសនៅក្នុងប្រព័ន្ធពន្ធនាគាររបស់ជប៉ុនអ្នកទោសប្រហារជីវិតមិនត្រូវបានប្រាប់ជាមុនទេថាពេលណាពួកគេនឹងត្រូវបានយកទៅសម្លាប់នេះមានន័យថារាល់ថ្ងៃរាល់ព្រឹកគាត់ត្រូវក្រោកមកជាមួយនឹងការភ័យខ្លាចថាប្រហែលថ្ងៃនេះអាចជាថ្ងៃចុងក្រោយនៃជីវិតគាត់ហើយមើលទៅគាត់ត្រូវបានដាក់នៅក្នុងបន្ទប់ឯកោតូចមួយដោយមានទំនាក់ទំនងជាមួយពិភពខាងក្រៅតិចបំផុតមិនអាចមានទំនាក់ទំនងជាមួយអ្នកទោសផ្សេងមិនមានការកំសាន្តឬអ្វីដែលអាចធ្វើឲ្យពេលវេលាដើរទៅលឿនឡើយមួយថ្ងៃកន្លងទៅយឺតដូចជាមិនចង់ចប់សោះហើយក្នុងខួរក្បាលរបស់គាត់មានតែសំណួរដដែលតើពេលណាតើថ្ងៃណាតើព្រឹកនេះឬទេសំឡេងជើងអ្នកយាមនៅខាងក្រៅបន្ទប់คล้ายជាសំឡេងដែលគាត់ភ័យខ្លាចបំផុតព្រោះវាអាចមានន័យថាជីវិតគាត់កំពុងមកដល់ចុងបញ្ចប់ហើយវេលានេះមកដល់ហើយការរស់នៅក្នុងសម្ពាធផ្លូវចិត្តបែបនេះមិនមែនមនុស្សធម្មតាអាចទ្រាំបានយូរយ៉ាងនេះទេ1ឆ្នាំកន្លងទៅ10ឆ្នាំ20ឆ្នាំ30ឆ្នាំហើយចិត្តរបស់គាត់ក៏ចាប់ផ្ដើមបែកបាក់រងនៅវិបត្តិយ៉ាងទារុណអ្នកជំនាញបានពិពណ៌នាថាគាត់មានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរការគិតច្របូកច្របល់ការបាត់បង់ការយល់ដឹងអំពីពេលវេលានិងការពិបាកក្នុងការតាក់ទងជាមួយមនុស្សម្នាផ្សេងតែទោះបីជាយ៉ាងណាការរងចាំក៏មិនបានចប់ទេវាបានបន្តរាល់ថ្ងៃដូចជាវត្តអានន្នមួយដែលគាត់មិនអាចគេចផុតបានហើយអ្វីដែលធ្វើឲ្យរឿងនេះឈឺចាប់ជាងគេគឺប្រសិនបើគាត់ពិតជាគ្មានកំហុសទេនោះមានន័យថាមនុស្សម្នាក់បានបាត់បង់ជីវិតពាក់កណ្ដាលរបស់ខ្លួនមិនមែនដោយឧក្រិដ្ឋកម្មទេប៉ុន្តែដោយកំហុសនៃប្រព័ន្ធយុត្តិធម៌46ឆ្នាំក្នុងការរងចាំស្លាប់មិនមែនជាការផ្ដន្ទាទោសធម្មតាទេវាជាការបំផ្លាញមនុស្សម្នាក់បន្តិចម្ដងរាល់ថ្ងៃដោយគ្មានទីបញ្ចប់
ការប្រយុទ្ធតស៊ូដ៏យូរដើម្បីស្វែងរកយុត្តិធម៌ខណៈពេលដែលអេវ៉ាវហាកាម៉ាដាកំពុងរស់នៅក្នុងភាពងងឹតនៃទោសស្លាប់មានមនុស្សម្នាក់នៅខាងក្រៅមិនដែលបោះបង់សង្ឃឹមលើគាត់សូម្បីម្ដងនោះគឺប្អូនស្រីរបស់គាត់រាល់ឆ្នាំដែលកន្លងទៅគាត់បានបន្តប្រយុទ្ធតវ៉ាដោយជឿជាក់ថាបងប្រុសរបស់គាត់មិនបានធ្វើអំពើឃាតកម្មនោះទេគាត់បានទៅរកមេធាវីសុំជំនួយពីអង្គការសិទ្ធិមនុស្សនិងព្យាយាមទាក់ទាញការយកចិត្តទុកដាក់ពីសារព័ត៌មានទោះបីជាករណីនេះមើលទៅដូចជាត្រូវបានភ្លេចដោយសង្គមក៏ដោយការប្រយុទ្ធនេះមិនមែនជារឿងងាយស្រួលឡើយវាត្រូវការពេលវេលាកម្លាំងចិត្តនិងការអត់ធ្មត់យ៉ាងខ្លាំងដើម្បីបន្តទោះបីជាមិនឃើញពន្លឺនៅចុងផ្លូវក៏ដោយជាមួយនឹងការគាំទ្រពីមេធាវីថ្មីៗនិងអ្នកជំនាញករណីនេះត្រូវបានបើកឡើងវិញដើម្បីពិនិត្យភស្តុតាងដែលត្រូវបានប្រើក្នុងការកាត់ក្តីកន្លងមកពួកគេបានចាប់ផ្ដើមសួរចំពោះចំណុចសង្ស័យដែលមានតាំងពីដំបូងចាប់ពីសេចក្តីសារភាពដែលអាចត្រូវបានបង្ខំរហូតដល់សម្លៀកបំពាក់ដែលមានស្នាមឈាមប៉ុន្តែការផ្លាស់ប្ដូរធំបំផុតបានកើតឡើងនៅពេលបច្ចេកវិទ្យា DNA កាន់តែរីកចម្រើននេះបានផ្ដល់ឱកាសថ្មីមួយឱកាសក្នុងការពិនិត្យមើលភស្តុតាងចាស់ៗដោយវិធីវិទ្យាសាស្ត្រដែលមានភាពត្រឹមត្រូវខ្ពស់ជាងមុននៅពេលធ្វើតេស្ត DNA លើឈាមដែលមានលើសម្លៀកបំពាក់លទ្ធផលបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលវាមិនត្រូវគ្នាជាមួយ DNA របស់គាត់ទេនេះមានន័យថាភស្តុតាងសំខាន់បំផុតដែលត្រូវបានប្រើដើម្បីផ្ដន្ទាទោសគាត់អាចនឹងមិនមែនជាការពិតឡើយហើយបើភស្តុតាងសំខាន់បំផុតនេះមានបញ្ហាហើយយកជាការមិនបាននោះការកាត់ក្តីទាំងមូលក៏ត្រូវបានគេចោទជាសំណួរឡើងវិញថាបានកាត់ក្តីត្រូវឬខុសការរកឃើញនេះមិនត្រឹមតែជារបត់សំខាន់ក្នុងការព្យាយាមជួយគាត់ប៉ុណ្ណោះទេវាក៏បានផ្លាស់ប្ដូរលើសេចក្តីសម្រេចចាស់ៗនិងបង្ហាញថាប្រព័ន្ធយុត្តិធម៌ក៏អាចធ្វើកំហុសដ៏ធំធេងមួយនេះបានដែរបន្ទាប់ពីការតស៊ូជាច្រើនឆ្នាំជាងទសវត្សរ៍ទីបំផុតករណីនេះបានឈានដល់ចំណុចដែលតុលាការមិនអាចបិទភ្នែកមើលរំលងសំណួរទាំងនេះបានទៀតហើយវាបានបើកផ្លូវទៅកាន់អ្វីមួយដែលគ្រួសាររបស់គាត់រងចាំអស់រយៈពេលយូរខ្លាំងនោះគឺឱកាសសម្រាប់យុត្តិធម៌ពិតប្រាកដថ្ងៃដែលសេរីភាពមកដល់ប៉ុន្តែអ្វីៗមិនអាចត្រឡប់មកដូចដើមឡើយបន្ទាប់ពីការតស៊ូយ៉ាងយូរឆ្នាំដែលមើលទៅដូចជាមិនមានទីបញ្ចប់ទីបំផុតនៅឆ្នាំ2014មានរឿងដ៏អស្ចារ្យមួយបានកើតឡើងដែលមនុស្សជាច្រើនមិនគិតថានឹងកើតឡើងទេតុលាការជប៉ុនបានពិនិត្យឡើងវិញលើករណីរបស់អេវ៉ាវហាកាម៉ាដាហើយបានសម្រេចថាមានភាពមិនប្រក្រតីធ្ងន់ធ្ងរចំពោះភស្តុតាងសំខាន់ៗដែលត្រូវបានប្រើក្នុងការកាត់ក្តីកាលពីឆ្នាំ1968ពោលគឺកាលពី46ឆ្នាំមុនការសម្រេចនេះមិនមែនជាការប្រកាសថាគាត់គ្មានកំហុសភ្លាមៗទេប៉ុន្តែវាគ្រប់គ្រាន់ដើម្បីបើកទ្វារសម្រាប់អ្វីមួយដែលគាត់រងចាំអស់រយៈពេលជាងកន្លះសតវត្សរ៍នោះគឺសេរីភាពតែថ្ងៃដែលគាត់ត្រូវបានដោះលែងចេញពីគុកមនុស្សជាច្រើនគិតថានេះគួរតែជាពេលវេលាដ៏សប្បាយរីករាយបំផុតក្នុងជីវិតរបស់គាត់ប៉ុន្តែសម្រាប់គាត់វាមិនមែនជាការសប្បាយដូចដែលមនុស្សធម្មតានឹងមានទេបន្ទាប់ពី46ឆ្នាំក្នុងគុកយ៉ាងតឹងតែងរស់បែបតម្រង់ជួរចាំស្លាប់នៅក្នុងការភ័យខ្លាចនិងភាពឯកោផ្លូវចិត្តរបស់គាត់មិននៅដូចមុនទៀតឡើយគាត់បានបាត់បង់ការយល់ដឹងយ៉ាងច្រើនពីពិភពខាងក្រៅពិបាកតាក់ទងនិងពិបាកយល់អ្វីៗដែលកំពុងកើតឡើងជុំវិញខ្លួនសេរីភាពបានមកដល់តែវាមកជាមួយនឹងការខូចខាតប្រេះឆាដែលមិនអាចជួសជុលបានគាត់បានចេញពីគុកទៅជួបប្អូនស្រីដែលបានប្រយុទ្ធសម្រាប់គាត់ពេញមួយជីវិតជាមនុស្សដែលមិនដែលបោះបង់សង្ឃឹមលើគាត់សូម្បីម្ដងសម្រាប់គ្រួសារនេះជាពេលដែលពោរពេញដោយទឹកភ្នែកនៃការសប្បាយចិត្តនិងការឈឺចាប់បញ្ចូលគ្នាពួកគេបានយកគាត់ត្រឡប់មកវិញប៉ុន្តែពេលវេលាដែលបាត់បង់មិនអាចយកត្រឡប់មកវិញបានទេជីវិតដែលគាត់គួរតែបានរស់នៅក្រៅគុកការងារមិត្តភាពគ្រួសារនិងក្តីសុបិនត្រូវបានបាត់បង់ក្នុងភាពងងឹតនៃជញ្ជាំងពន្ធនាគារនេះហើយជាការពិតដ៏ឈឺចាប់បំផុតពេលដែលយុត្តិធម៌មកដល់យឺតពេកវាមិនអាចជួសជុលអ្វីៗបានទាំងអស់ទេសេរីភាពអាចត្រូវបានផ្ដល់វិញប៉ុន្តែជីវិតមួយដែលបានបាត់បង់ទៅជាង40ឆ្នាំមិនមានវិធីណាដែលអាចយកត្រឡប់មកវិញបានឡើយតម្លៃនៃកំហុសពេលយុត្តិធម៌ទទួលបានយឺតពេកនៅពេលដែលមនុស្សចាប់ផ្ដើមយល់ពីរឿងរបស់អេវ៉ាវហាកាម៉ាដាសំណួរមួយបានលេចឡើងយ៉ាងខ្លាំងនៅក្នុងសង្គមជប៉ុនតើនរណាជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងតើវាជាកំហុសរបស់ប៉ូលីសដែលប្រើសម្ពាធដើម្បីទទួលបានសារភាពឬជាកំហុសរបស់ប្រព័ន្ធតុលាការដែលទទួលយកភស្តុតាងដែលមានមិនស័ក្តិសមឬក៏ជាកំហុសរបស់ប្រព័ន្ធយុត្តិធម៌ទាំងមូលដែលមិនអាចការពារមនុស្សម្នាក់ពីការកាត់ទោសខុសបានសំណួរទាំងនេះមិនមានចម្លើយងាយៗឡើយប៉ុន្តែវាបង្ហាញច្បាស់ថាករណីនេះមិនមែនជាកំហុសតូចទេ
វាជាកំហុសដ៏ធំដែលប៉ះពាល់ដល់ជីវិតមនុស្សម្នាក់យ៉ាងសោកសៅ46ឆ្នាំគឺមិនមែនជាលេខធម្មតាទេវាជាពេលវេលាដែលមនុស្សម្នាក់អាចបង្កើតគ្រួសារសម្រេចក្តីសុបិននិងរស់នៅជីវិតពេញលេញប៉ុន្តែសម្រាប់គាត់ពេលវេលាទាំងអស់នេះត្រូវបានបាត់បង់នៅក្នុងបន្ទប់ឯកោតាមដានដោយការភ័យខ្លាចរាល់ថ្ងៃការខូចខាតផ្លូវចិត្តដែលគាត់ទទួលមិនអាចវាស់វែងបានដោយលុយឬការសងសំណងណាមួយឡើយទោះបីជាពេលក្រោយគាត់អាចទទួលបានសំណងឬការទទួលស្គាល់ពីកំហុសក៏ដោយមិនអាចយកជីវិតនិងពេលវេលាដែលបានបាត់បង់ត្រឡប់មកវិញបានទេករណីនេះក៏បានបើកភ្នែកមនុស្សជាច្រើនអំពីប្រព័ន្ធយុត្តិធម៌ថាវាមិនមែនជារឿងដែលតែងតែត្រឹមត្រូវ 100% ទេនៅក្នុងសង្គមណាមួយក៏ដោយប្រសិនបើមានសម្ពាធឬបំណងចង់រកអ្នកទោសឲ្យបានឆាប់មានហានិភ័យថាមនុស្សគ្មានកំហុសអាចត្រូវបានគេចោទប្រកាន់ហើយនៅពេលដែលប្រព័ន្ធមួយធ្វើកំហុសតម្លៃដែលត្រូវបង់មិនមែនជាប្រាក់ឬកិត្តិយសទេវាជាជីវិតមនុស្សពិតៗដូច្នេះរឿងនេះមិនមែនជារឿងអតីតកាលដែលគួរតែភ្លេចទេប៉ុន្តែជាមេរៀនសំខាន់សម្រាប់អនាគតវាប្រាប់យើងថាការស្វែងរកយុត្តិធម៌ត្រូវតែប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតព្រោះមួយកំហុសតូចអាចបំផ្លាញជីវិតមនុស្សម្នាក់ទាំងស្រុងហើយសម្រាប់ Iwao Hakamada គាត់គឺជាភស្តុតាងរស់នៃតម្លៃដ៏ឈឺចាប់នៃកំហុសនោះកំហុសដែលមិនអាចលើកលែងបាន